ជាមនុស្សស្រីត្រូវមាន3ចំណុចទី1ដើម្បីឲ្យខ្លួនឯងខ្លាចទៅជាមនុស្សស្រីម្នាក់ដែលមានថាមពលនៅក្នុងជីវិតទី1ត្រូវមានមុខរបរឬអាជីពឬការងារផ្ទាល់ខ្លួនមួយដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ខ្លួនឯងការផ្គត់ផ្គង់ខ្លួនឯងនេះវាជារឿងសំខាន់ខ្លាំងមែនតើនៅពេលណាដែលយើងខ្លាចទៅជាមនុស្សស្រីម្នាក់ចាដែលមិនពិបាកនៅក្នុងការសុំលុយប្តីវាជារឿងមួយដែលល្អខ្លាំងបំផុតពីព្រោះយើងមានជីវភាពយើងគ្រប់គ្រងចាហិរញ្ញវត្ថុរបស់ខ្លួនឯងបានមនុស្សស្រីចាល្អបំផុតគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឯងបានបើមិនជាយើងជាមនុស្សស្រីអត់បានគ្រប់គ្រងហិរញ្ញវត្ថុដោយដៃខ្លួនឯងបានទេចាអត់មានចំណូលខ្លួនឯងបានទេយើងមិនអាចទិញជាមួយនឹងសម្ភារៈជាផ្សេងបានទេចំណុចទី2ចាមនុស្សស្រីចាត្រូវតែពូកែរឿងកិច្ចការងារនៅក្នុងផ្ទះកិច្ចការងារនៅក្នុងផ្ទះគេថាជាកិច្ចការងារដែលសម័យមុនណាចាគេចាថាសម័យvertical មិនជុំ no តែសម័យនេះក៏ត្រូវតែកិច្ចការងារផ្ទះក៏ perfect ផងដែរចាមនុស្សស្រីនៅក្នុងសម័យនេះកិច្ចការងារផ្ទះនៅពេលណាដែលប្តីឬគ្រួសារគាត់ចេញមកខាងក្រៅមកដល់ក្នុងផ្ទះមានអារម្មណ៍ថាផ្ទះស្អាតមានអារម្មណ៍ថា perfect មានអារម្មណ៍ថាសុបាយចិត្តរីករាយហើយនឹងចង់មកផ្ទះចាជារៀងរាល់ថ្ងៃតែបើសិនជាយើងចូលមកដល់ផ្ទះហើយមានអារម្មណ៍ថាផ្ទះអត់សូវមានថាមពលចាធ្វើឲ្យអារម្មណ៍ចាបាត់បង់មានអារម្មណ៍ថាអឺនៅខ្វះចំណុចអីត្រូវអត់បងប្អូនចាចំណុចទី3មនុស្សស្រីចាត្រូវតែរៀបចំខ្លួនចាទោះបីជាបងប្អូនចាមានកូន1កូន2កូន3កូនប្រមាណក៏ដោយចារៀបការជាមួយនឹងគ្នាយូរឆ្នាំហើយគឺតែតកតងជាមួយនឹងចាសុខភាពខ្លួនប្រាណនេះចាគឺត្រូវតែ clean គឺត្រូវតែ perfect ហ្មងហេតុអីមូលហេតុអីបាទខ្ញុំនិយាយចឹងចាហើយការធ្វើសម្អាតខ្លួនប្រាណនេះ no មិនមែនដើម្បីប្តីគឺដើម្បីខ្លួនឯងទី1បើសិនជាយើងបានសម្អាតខ្លួនប្រាណស្អាតចា clean តែដងខ្លួនមួយជុំទាំងអស់មានន័យថាអ្នកនរគ្នាចាទទួលបានជាមួយនឹងសុខភាពល្អសម្រាប់ខ្លួនឯងចំណុចទី2ចាចំណុចទី2ចាវាធ្វើឲ្យនៅពេលណាដែលយើងស្អាតមានអារម្មណ៍ថាប្តីក៏មានអារម្មណ៍ល្អចាអាភាពស្អាតនេះក៏ធ្វើឲ្យគ្រួសារមានសុភមង្គលដែរហើយក៏កុំគិតថាតែប៉ុណ្្នឹងក៏បានចាអញ្ចឹងជីវភាពនៅក្នុងគ្រួសារម្នាក់គឺមានលក្ខណៈខុសគ្នាអត់ដូចគ្នាណាបងប្អូនចាអញ្ចឹងការយើងមានអនាម័យខ្លួនប្រាណនេះវាជារឿងល្អខ្លាំងមែនតើចាហើយចំណុចទី3អ្នកនរគ្នាចាខ្លួនប្រាណរបស់យើងគីឡូរបស់យើងជារឿងសំខាន់ណាស់ណាចាគឺយើងត្រូវតែធ្វើម៉េចរក្សារាងខ្លួនឯងឲ្យបានល្អចារក្សារាងចាបើមិនជាយើងមានឡើងគីឡូអីយើងlimit កំណត់ក្នុងការញ៉ាំហើយយើងអាចធ្វើលំហាត់ប្រាណបាន3ចំណុចនេះអ្នកនរគ្នានឹងទទួលបានរឿងល្អ